Denmark ស៊ូស្លាប់បញ្ជូនតបបន្ថែមទៅកាន់ Greenland ទៀតហើយបន្ទាប់ពីលោកប្រធានាធិបតី Donald Trump គម្រាមយកពន្ធរឹតក៏បណ្ដាប្រទេសនៅអឺរ៉ុបរហូតទៅលោកត្រូវបានអនុញ្ញាតឲ្យទិញកោះតំបន់អាទិកដ៏ធំបំផុតលើលោកមួយនេះដែលមានទំហំធំជាងកម្ពុជារហូតដល់12ដងប៉ុន្តែមានពលរដ្ឋរស់នៅត្រឹមតែ 55,693 នាក់នោះលោកប្រធានាធិបតី Donald Trump បានព្យាយាមជាយូរណាស់មកហើយនៅក្នុងការទទួលបាន Greenland ពី Denmark ដោយលោកបានលើកឡើងអំពីក្តីបារម្ភអំពីសន្តិសុខជាតិនិងភាពចាំបាច់នៅក្នុងការបន្សាបឥទ្ធិពលរបស់រុស្ស៊ីនិងចិននៅក្នុងតំបន់អាទិកនេះប៉ុន្តែសមាជិក NATO នៅអឺរ៉ុបបានសច្ចាបដូរផ្ដាច់ជាមួយនឹង Denmark រួចហើយថានឹងមិនឲ្យរបូតកោះនេះទៅក្នុងដៃលោក Donald Trump ជាដាច់ខាតគណៈសច្ចាយ៉ាងដូចនេះថ្ងៃច័ន្ទម្សិលមិញនេះ Denmark បានបញ្ជូនទាហានបន្ថែមទៅដល់ Greenland រួចជាស្រេចទៅហើយលោកឧត្តមសេនីយ៍តូ Zoran Anderson មេបញ្ជាការនៃទីបញ្ជាការដ្ឋានរួមអាទិករបស់ Denmark ប្រចាំ Greenland បានឲ្យដឹងថាឥឡូវមានទ័ពយ៉ាងតិច100នាក់កំពុងតែឈរជើងនៅក្នុងទីក្រុងនុករបស់ Greenland និង100នាក់ផ្សេងទៀតត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Gangoluzuk រីឯអ្នកនាំពាក្យយោធា Denmark មួយរូបបានប្រាប់ CNN ថាចំនួនទាហាននៅ Greenland នឹងបង្កើននៅក្នុងចំនួនយ៉ាងច្រើនទៀតដើម្បីជាផ្នែកនៃសមយុទ្ធការស៊ូទ្រាំរបស់តំបន់អាទិកដែលនឹងត្រូវធ្វើឡើងនៅក្នុងគោលបំណងឆ្លើយតបទៅនឹងសម្ពាធពីសំណាក់លោក Donald Trump មកទល់នឹងពេលនេះលោក Trump នៅតែរក្សាជំរឿសប្រើកម្លាំងទ័ពដើម្បីដណ្ដើមយក Greenland ប៉ុន្តែជំហានដំបូងលោកបានប្រើអាវុធពន្ធរបស់លោកជាមុនសិនលោក Trump បានលើកឡើងថាលោកនឹងដាក់ពន្ធថ្មី 10% លើប្រទេសអឺរ៉ុបមួយចំនួននៅក្នុងនោះមានដូចជា Denmark អង់គ្លេសបារាំងអាល្លឺម៉ង់ជាដើមហើយវានឹងឡើងទៅដល់ 25% ប្រសិនបើកិច្ចព្រមព្រៀងទិញ Greenland មិនអាចសម្រេចបាននៅថ្ងៃទី1ខែមិថុនានោះទេហើយនៅថ្ងៃនេះ BBC បានចុះផ្សាយថាលោកប្រធានាធិបតី Donald Trump បានបដិញ្ញាថា 100% គឺនឹងអនុវត្តការយកពន្ធលោកមិននិយាយលេងទេប្រសិនបើបណ្ដាប្រទេសនៅអឺរ៉ុបហ៊ានតែជំទាស់នឹងបំណងរបស់លោកក្នុងការគ្រប់គ្រង Greenland នោះបំណងរបស់លោក Donald Trump បានធ្វើឲ្យអាមេរិកនិងសម្ព័ន្ធមិត្តនៅអឺរ៉ុបមើលមុខគ្នាលេងសូវចំហើយគណៈប្លុកអឺរ៉ុបក៏បានត្រៀមទាំងយោធានិងអាវុធពាណិជ្ជកម្មដើម្បីលេងជាមួយអាមេរិកផងដែរក្នុងសំណុំរឿងគម្រាមយក Greenland នេះលោក Donald Trump ក៏បានភ្ជាប់ទៅនឹងបរាជ័យរបស់លោកក្នុងការទទួលបានពានរង្វាន់ Nobel សន្តិភាពផងដែរដោយលោកបានលើកឡើងថាបន្ទាប់ពីខិតខំបញ្ចប់សង្គ្រាមធំបានចំនួន8ប៉ុន្តែលោកនៅតែមិនបានពានរង្វាន់នេះអញ្ចឹងលោកលេងមានអារម្មណ៍ថាត្រូវមានកាតព្វកិច្ចគិតគូររឿងសន្តិភាពអីទៀតហើយពលគឺឥឡូវនេះគិតតែធ្វើអ្វីដែលល្អនិងត្រឹមត្រូវសម្រាប់អាមេរិកតែប៉ុណ្ណោះហើយថាពិភពលោកនឹងមិនបានសុខនោះឡើយបើអាមេរិកមិនអាចគ្រប់គ្រង Greenland បានទាំងស្រុងនោះមាននរណាហ៊ានក្អកទេមេដឹកនាំកូរ៉េខាងជើងលោកគីមយ៉ុងអ៊ុនបានដកឧបនាយករដ្ឋមន្ត្រីចោលឆៅមុខគេមុខឯងនិងបានជេរប្រតិចមន្ត្រីជាន់ខ្ពស់នានាដែលអសមត្ថភាពនៅទីសាធារណៈដ៏កម្រអំឡុងពិធីសម្ពោធបើកដំណើរការរោងចក្រដ៏សំខាន់មួយចំនួននេះបើយោងតាមការចុះផ្សាយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃអង្គារទី20នេះទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយបន្តថាឧបនាយករដ្ឋមន្ត្រីលោកយ៉ាងសឹងហ៊ូត្រូវបានបណ្ដេញចេញពីតំណែងនៅនឹងកន្លែងនៅមុខគេមុខឯងនៅក្នុងសន្ទរកថារបស់លោកគីមដែលបានជេរប្រតិចកប់អបមាត់លើមន្ត្រីក្រាក់ដែលគ្មានការទទួលខុសត្រូវឆ្លើយនឹងអសមត្ថភាពសូមសមមិត្តឧបនាយករដ្ឋមន្ត្រីលាលែងពីតំណែងដោយខ្លួនឯងនៅពេលដែលអ្នកអាចធ្វើបានដោយខ្លួនឯងមុនពេលវាយឺតពេលនេះគឺជាសម្ដីផ្ទាល់របស់លោកគីមយ៉ុងអ៊ុននៅក្នុងសម្រងសម្ដីដើមដែលចុះផ្សាយដោយ KCNN លោកគីមយ៉ុងអ៊ុនបានប្រើសម្ដីខ្លាំងលើមន្ត្រីខ្ជិលច្រអូសយ៉ាងដូចនេះគណៈលោកស្ដីបន្ទោសមន្ត្រីទាំងនោះថាគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចមិនបានត្រឹមត្រូវប៉ុន្តែការដកមន្ត្រីឆៅចោលនៅមុខគេមុខឯងនេះកម្រមានណាស់ប្រទេសកូរ៉េខាងជើងដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរបច្ចុប្បន្នកំពុងតែស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងដំណំលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលស៊ូទ្រាំរស់ទាំងត្រដាប់ត្រដួសជាយូរណាស់មកហើយជាមួយនឹងសេដ្ឋកិច្ចដែលមានភាពស្គមរីងរៃសូម្បីតែប្រជាពលរដ្ឋក៏ជួបវិបត្តិខ្វះខាតចំណីអាហាររ៉ាំរ៉ៃផងដែរប៉ុន្តែសួរថាតើលោកគីមយ៉ុងអ៊ុនធ្វើនេះត្រូវឬក៏ខុសដៃម្ខាងត្រូវខិតខំផលិតអាវុធនុយក្លេអ៊ែរពង្រឹងវិស័យការពារជាតិដើម្បីការពារប្រទេសពីការឈ្លានពានបើទ
ទោះបីត្រូវបានគេព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយក៏ខំទាំងត្រដរដែរហើយដៃមកខាងទៀតត្រូវបានគិតគូរអំពីរបបហូបចុករបស់ប្រជាពលរដ្ឋដែលពលរដ្ឋភាគច្រើនបានព្រឹកខ្វល់ល្ងាចបានល្ងាចខ្វះព្រឹកនោះនៅក្នុងក្រសែភ្នែកអ្នកមើលឃើញថាលោកគីមយ៉ុងអ៊ុនធ្វើបែបនេះគឺត្រឹមត្រូវហើយប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកខ្លះមើលឃើញថាមិនត្រឹមត្រូវនោះទេបើទោះបីជាយ៉ាងណាក៏ដោយនៅក្នុងវិធីសម្ពុតបាត់ដំណើរការរោងចក្រដ៏សំខាន់ខាងលើលោកបានជំរុញឲ្យមានការផ្លាស់ប្ដូរជាបន្ទាន់នៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចជាច្រើនសតវត្សកន្លងមកនេះហើយងាកមកធ្វើទំនើបកម្មដើម្បីជំរុញសេដ្ឋកិច្ចឲ្យបានជឿនលឿននិងដើម្បីធានាឲ្យបានយ៉ាងរឹងមាំនៅអនាគតនៃពលរដ្ឋកូរ៉េខាងជើងឡើងវិញហើយភ័យស្លន់ស្លោជាថ្មីនៅសុកស្រាប់តែភ្លើងឆាតឆេះឡើងវិញនៅកន្លែងបាក់ដងស្ទូចលើផ្លូវរ៉ាម៉ាធូដែលបណ្ដាលឲ្យមនុស្សចំនួន2នាក់បាត់បង់ជីវិតកាលពី5ថ្ងៃមុនក្នុងថ្ងៃអង្គារទី20ខែមករាកាសែតកៅសុតបានចុះផ្សាយថាហេតុការណ៍នេះបានកើតឡើងម្ដងទៀតនៅកន្លែងបាក់ដងស្ទូចចាស់ដោយសារតែអគ្គិភ័យបានឆាតឆេះចេញពីគំនរថ្មបែកបាក់នៃស្ពានអាកាសរហូតធ្វើឲ្យមានការស្លន់ស្លោជាថ្មីនិងធ្វើឲ្យក្រុមពន្លត់អគ្គិភ័យប្រញាប់ប្រញាល់មកពន្លត់អណ្ដាតភ្លើងជាបន្តនៅកន្លែងកើតហេតុជាថ្មីនេះគឺជាកន្លែងដែលមានការបាក់ដងស្ទូចកាលពីព្រឹកថ្ងៃប្រហោះសប្តាហ៍មុននៅលើផ្លូវរ៉ាម៉ាធូដែលជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងទីក្រុងបាងកកនិងខេត្តសមុទ្រសាខុនដោយបណ្ដាលឲ្យមានមនុស្សចំនួន2នាក់បានបាត់បង់ជីវិតនិងធ្វើឲ្យមនុស្សមួយចំនួនផ្សេងទៀតបានរងរបួសនោះសូមបញ្ជាក់ថាមួយរយៈចុងក្រោយនេះថៃជួបហេតុការណ៍ដ៏អាក្រក់ច្រើនណាស់នៅក្នុងប្រទេសរបស់ខ្លួននៅក្នុងនោះមានដូចជាបាក់ដងស្ទូចសង្កត់លើរថភ្លើងបណ្ដាលឲ្យមនុស្ស2នាក់បានបាត់បង់ជីវិតឆេះបំពង់បង្ហូរកៅស៊ូនៅគល់ស្ពានដែលតំណាងឲ្យរាជស្ដេចភូមិពលអដុលយាដេតដែលហៅថារាមាទី9ឆេះមជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យាឆេះរថភ្លើងលើដងផ្លូវឆេះផ្ទះប្រណិតដែលគេសង្ស័យថាជារបស់មេតបថៃមួយរូបនិងឆេះឡានដឹកសាំងនិងមានព្រះធរណីស្រូបឡានមួយបាំងកន្លះមួយគ្រឿងជាថ្មីជាដើមលោកស្រីតាកៃឈីនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងការពីថ្ងៃច័ន្ទថាលោកស្រីនឹងរំលាយសភាដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតជាតិជាបន្តនៅក្នុងរូបភាពដែលគេមើលឃើញថាលោកស្រីមានគោលបំណងពង្រឹងអំណាចនិងស្ដារឡើងវិញនៅប្រជាប្រិយភាពដែលធ្លាក់ចុះរបស់គណៈបកប្រជាធិបតេយ្យសេរីនិយមលោកស្រីតាកៃឈីដែលជាស្ត្រីដំបូងគេដែលដឹកនាំប្រទេសជប៉ុននោះបានមានប្រសាសន៍ថាលោកស្រីនឹងរំលាយសភានៅពេលដែលមានការបើកកិច្ចប្រជុំសភានៅថ្ងៃសុក្រហើយនឹងកំណត់យកថ្ងៃទី8ខែកុម្ភៈជាថ្ងៃបោះឆ្នោតជាតិជាបន្ទាន់ពលគឺត្រឹមតែប្រហែលជា3ខែប៉ុណ្ណោះបន្ទាប់ពីលោកស្រីឡើងធ្វើជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងរបស់ជប៉ុនលោកស្រីបានលើកឡើងបន្តថាវិធានការនេះគឺចាំបាច់ដើម្បីធ្វើឲ្យប្រទេសជប៉ុនរឹងមាំនិងរីកចម្រើនលោកស្រីបានបញ្ជាក់បន្ថែមនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងតូក្យូយ៉ាងដូចនេះថាខ្ញុំជឿជាក់ថាជំរឿសតែមួយគត់គឺសម្រាប់ប្រជាជននៅក្នុងនាមជាពលរដ្ឋដែលមានអធិបតេយ្យភាពក្នុងការសម្រេចចិត្តថាតើកៃឈីគួរតែជានាយករដ្ឋមន្ត្រីឬក៏អត់ការសម្រេចចិត្តរំលាយសភាដើម្បីរៀបចំការបោះឆ្នោតឡើងវិញនេះគឺជាការប្រថុយមួយចានទឹកមួយចានគោករបស់លោកស្រីតាកៃឈីបើហេងលោកស្រីនឹងអាចធ្វើជានាយករដ្ឋមន្ត្រីជប៉ុនបន្តក៏ប៉ុន្តែបើវាសនាមិនល្អទេគណៈបក LDP អាចនឹងបាត់បង់អាសនៈបន្ថែមប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយសេណារីយ៉ូរបស់លោកស្រីតាកៃឈីទំនងជាបរាជ័យគឺទំនងជាមិនកើតមានទេនេះបើយោងទៅតាមក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងនោះចំនួនអ្នកស្លាប់ដោយសារតែភ្លើងឆេះដ៏សន្ធោសន្ធៅនៅឯផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃច័ន្ទបានកើនឡើងទៅដល់23នាក់ហើយគណៈក្រុមអ្នកជួយសង្គ្រោះបានយកសាកសពបន្ថែមទៀតចេញពីអគារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ប៉ុន្តែតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀតគណៈនៅមានមនុស្សរាប់សិបអ្នកផ្សេងទៀតកំពុងតែបាត់ខ្លួននៅឡើយយោងទៅតាមលោក Azad Raza មេប៉ូលីសនៅក្នុងទីក្រុង Karachi បានប្រាប់អ្នកសារព័ត៌មាន The Association Press កាលពីថ្ងៃច័ន្ទថារហូតមកដល់ពេលនេះមានតែសាកសពចំនួន6នាក់ប៉ុណ្ណោះដែលត្រូវបានគេកំណត់អត្តសញ្ញាណរួចរាល់ហើយសាកសពដែលនៅសល់នឹងត្រូវធ្វើការធ្វើតេស្ត DNA ដោយសារតែសាកសពឆេះខ្លោចមើលលេងស្គាល់ទៅហើយឥឡូវក្រុមគ្រូពេទ្យកំពុងតែប្រមូលសំណាក់ DNA ពីសាច់ញាតិរបស់សាកសពទាំងនោះនិងសាច់ញាតិរបស់អ្នកដែលកំពុងតែបាត់ខ្លួនដោយឡែកបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថាមានមនុស្ស26នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ